ទីការដ្ឋានអាកាសចរស៊ីវិលចឹងជាថ្មីម្ដងទៀតបាទសម្រាប់លោកអ្នកដែលបានបាទត្រៀមខ្លួនមានជាសម្លៀកបំពាក់ជួយអបអរសាទរបាទតើឡើយបងសូមបាទអរគុណសម្រាប់ការចូលរួមពីសំណាក់កីឡាករកីឡាការីទាំងអស់គ្នាបាទត្រៀមខ្លួនហើយនៅនេះត្រៀមខ្លួនរឹកសាយហើយត្រៀមហើយនៅអើបើត្រៀមហើយសូមហៅខ្លួនឯងមួយកិត្តិយសអ្នកបានទទួលជ័យលាភីចំនួន3រូបហើយយើងឃើញថានេះជាប្រវត្តិសាស្ត្ររបស់រដ្ឋលេខាធិការឋានអាកាសចរស៊ីវិលដែលយើងព្រឹត្តិការណ៍ទីវាអាកាសចរកម្ពុជារបស់យើងហើយយើងឃើញថានេះជាលើកទី1ហើយដោយសារមានបងប្អូនកីឡាករកីឡាការិនីយើងបាទក៏សូមថ្លែងអរគុណចំពោះបាទកីឡាករកីឡាការិនីទាំងអស់ដែលបានចូលរួមយ៉ាងស្វិតស្វាញបាទ